ជាបឋមខ្ញុំបកករណាអាត្មាភាពសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលកំពុងតែមើលនៅក្នុងការ live នេះឥឡូវយើងមកស្ដាប់នៅរឿងសុផាតបន្តពីម្សិលមិញគឺជំពូកទី1និងជំពូកទី2ថ្ងៃនេះបន្តមកជំពូកទី3រឿងសុផាតគឺជាស្នាដៃនិពន្ធរបស់លោករីមគិនអញ្ចឹងសូមករណាគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយអញ្ជើញនិមន្តចូលរួមស្ដាប់និងស្ដាប់នៅការអានរឿងសុផាតរបស់ខ្ញុំបកករណាអាត្មាភាពដូចតទៅជំពូកទី3វេលាដែលចុះពីរថយន្តសុផាតគ្មានភ័យតក់ស្លុតនឹងទីក្រុងដែលមានផ្ទះថ្មធំមានមនុស្សច្រើនពាសពេញរទេះគ្រប់បែបរត់ច្រវាត់កាត់ទៅតាមផ្លូវទូលាយនេះទេសុផាតបើកភ្នែកធំចិញ្ចឹងសង្កេតមើលសពគ្រប់រីករាយសប្បាយក្នុងចិត្តបន្តិចដើរនៅទៅចិត្តមនុស្សចាស់ម្នាក់លើកដៃសំពះគេហើយសួរថាលោកតាមេត្តាប្រាប់ផ្លូវបន្តិចផ្លូវណាមួយដែលតម្រង់ទៅខាងជើងកំពែងវត្តអូណាឡោមផ្លូវនឹងហើយចៅដើរឲ្យត្រង់ទៅត្រង់ណាត្រង់នឹងហើយវត្តអូណាឡោមទើបតានោះងាកមកចិញ្ចើមថ្មល់ខាងកើតចង្អុលថានោះណវត្តអូណាឡោមសុផាតសំពះលាមនុស្សចាស់នោះស្រេចទើបដើរតម្រង់ទៅតាមទិសដែលដៃតាចាស់ចង្អុលមិនយូរប៉ុន្មានក៏បានទៅដល់ទីអារាមនោះភ្លាមសុផាតក្រឡេកឃើញកុដិព្រះសង្ឃជាច្រើនទើបរកផ្លូវចូលទៅក្នុងវត្តលុះដើរទៅជិតក្មេងសុផាតសួរថាប្អូនកុដិលោកគ្រូបាឡាត់ប៉ក់នៅឯណាក្មេងនោះធ្វើក្បាលងីងើទើបឆ្លើយថាខ្ញុំមិនដែលស្គាល់លោកគ្រូបាឡាត់ប៉ក់ទេខ្ញុំមិនដែលឮគេហៅព្រះនាមនោះផងវេលានោះមានព្រះសង្ឃមួយអង្គចាស់ព្រះវស្សាបន្តិចមានពុទ្ធដីកាថាអានាងរកលោកគ្រូណាលោកគ្រូវីវស្សាប៉ក់ឬសុផាតក្រាបថ្វាយបង្គំព្រះសង្ឃរួចទូលតបព្រះពុទ្ធដីកាថាព្រះករណាខ្ញុំព្រះករណារកលោកគ្រូបាឡាត់ប៉ក់នឹងហើយលោកគ្រូកវីវស្សាប៉ក់ពីដើមលោកធ្វើជាបាឡាត់នាងឯងមកពីស្រុកណាឯងមិនដឹងទេឬលោកគ្រូកវីវស្សាលោកសឹកយូរណាស់ហើយព្រះករណាខ្ញុំព្រះករណានៅស្រុកសេរីសុភ័ណ្ឌសូមព្រះករណាមេត្តាប្រាប់ទីលំនៅលោកឲ្យខ្ញុំព្រះករណាបានដឹងផងបានទេអោនាងអើយអាត្មាមិនដឹងដែរណែចៅឯងមានការអ្វីព្រះករណាលោកគ្រូខ្ញុំព្រះករណាឲ្យខ្ញុំព្រះករណាយកសម្បត្តិនេះមកប្រគេនលោកអាត្មាបើកមើលបានទេសម្បត្តិនោះព្រះករណាគ្មានទោសអ្វីទេនិយាយដូច្នេះហើយសុផាតលុតជង្គង់លើកដៃត្រសម្បត្តិប្រគេនសំពះព្រះសង្ឃទទួលសម្បត្តិហែកមើលចប់ទើបមានពុទ្ធដីកាថានាងអាត្មាយកអាសាចិញ្ចឹមនាងបន្តិចបានតម្រាំបាននាងជួបនឹងឪពុករបស់នាងឡើងមកលើកុដិមកសុផាតក៏ធ្វើតាមបង្គាប់ព្រះសង្ឃនោះលោកក៏បានទំនុកបំរុងកន្លែងមួយឲ្យសុផាតដែលនៅសំណាក់នឹងព្រះសង្ឃមួយអង្គក្នុងវត្តអូណាឡោមតែងគោរពប្រណិប័តបម្រើធ្វើការប្រគេនលោកឥតចេះខ្លាចនឿយឥតចេះខ្លាចហត់
ឥតគិតខ្លាចឥតគិតខ្លាចថ្ងៃឥតគិតស្គាល់យប់ឈប់ទំនេរវេលាណាមើលទៅត្រង់ណាឥតទៅភ្នែកត្រង់ហ្នឹងវេលានោះអ្នកក្រាបថ្វាយបង្គំលោកលាដើរចេញមកមើលទីក្រុងស៊ើបសួររកផ្ទះលោកបលាត់សួនអត់អ្នកណាស្គាល់និមឺននោះសោះថ្ងៃមួយជាពេលសិស្សសាលាចេញពីរៀនសុផាតដើរកាត់ពីភូមិបឹងសុផាតដើរកាត់ពីភូមិបឹងរាំងមកវត្តស្រាប់តែលឺសូរមាត់ក្មេងស្រីត្រហឹងអឹងកងឃើញវាពួនចុះពួនឡើងសុផាតកាត់យល់ជាក់ថាមានក្មេងឆ្លោះគ្នាហើយក៏ខំស្រោតរោតដល់ពពួកក្មេងទាំងនោះទើបស្ទុះចូលទៅក្នុងវងប្រដាល់ភ្លាមដោយឃើញក្មេងម្នាក់ធំកំពុងវាយក្មេងម្នាក់តូចសុផាតដោយខ្លួនមាំជាងក្មេងទាំងពីរឥតបាច់ប្រឹងប្រែងច្រើនទេនឹងខាត់កំហឹងគេក្នុងគ្រានោះអ្នកកំហែងឲ្យដកដៃពីក្មេងខ្សោយទើបអ្នកចាប់ដៃក្មេងខ្សោយឲ្យដើរទៅជិតអ្នកហើយអ្នកជូនដំណើរត្រាតែដល់ផ្ទះឪពុកម្ដាយកុមារតូចមានចិត្តត្រេកអរនឹងសុផាតជាខ្លាំងទើបនិយាយថាអ្នកបងដែលបានជួយសង្គ្រោះខ្ញុំក្នុងគ្រានេះខ្ញុំជំពាក់គុណអ្នកច្រើនណាស់អ្នកបងមេត្តាប្រាប់ទីលំនៅអ្នកបងឲ្យប្អូនដឹងផងខ្ញុំសូមអ្នកបងធ្វើជាសម្លាញ់ប្អូនកិច្ចមនុស្សធំជួយសង្គ្រោះមនុស្សតូចជាកិច្ចធម្មតាទេគឺជាការទម្លាប់ជាប់ដោះមកក្នុងដួងចិត្តបងមិនគិតកម្រៃគុណស្រ័យអ្វីទេប្អូនខណៈដែលសូមបងជាសម្លាញ់បងរីករាយសប្បាយក្នុងចិត្តណាស់មនុស្សយើងដែលរស់មកប្រាថ្នាការខុសនៅក្នុងលោកតែងតែស្វែងរកឲ្យគេស្រឡាញ់រាប់អានគ្រានេះបើប្អូនសូមបងជាសម្លាញ់បងក៏សូមប្អូនជាសម្លាញ់ដែរអ្នកទាំងពីរចាប់ដៃគ្នាយ៉ាងណែនញញឹមញញែមមើលមុខគ្នាទៅវិញទៅមកឈាមដែលរត់ក្នុងសាច់សរសៃអ្នកទាំងពីរហាក់ដូចជាប្រម៉ែប្រមោរត់ចូលគ្នាក្នុងវេលានោះកុមារតូចដែលសុផាតជួយសង្គ្រោះឈ្មោះណារិនជាក្មួយបង្កើតប្រពន្ធលោកអធិបតីសេនាកំព្រាឥតឪពុកម្ដាយហើយប្រពន្ធលោកជានិមឺនធំដែលឥតកូនយកមកចិញ្ចឹមបីបាច់ថែរក្សាមានមេត្តាដូចជាកូនបង្កើតរបស់គេសុផាតនិយាយថាប្អូនចង់ជ្រាបទីលំនៅបងឬបងឥតទីលំនៅឪពុកម្ដាយទេនៅស្រុកនេះម្ដាយបងនៅសេរីសុភ័ណ្ឌអ្នកអនិច្ចកម្មយូរណាស់មកហើយឯបងដែលមកនៅស្រុកនេះគ្រាន់តែមករកលោកឪពុកបងឥឡូវបងរកលោកមិនឃើញបងនឹងគិតវិលត្រឡប់ទៅស្រុកវិញឆាប់ហើយអ្នកបងប្អូនស្រឡាញ់ចិត្តអ្នកបងណាអ្នកបងកុំអាចចេញឃ្លាតពីប្អូនអីបើអ្នកបងពិបាកនឹងនៅវត្តលោកខ្ញុំសូមអញ្ជើញអ្នកបងមកនៅផ្ទះខ្ញុំឪពុកចិញ្ចឹមខ្ញុំលោកស្រឡាញ់រាប់អានក្មេងៗណាស់ខ្ញុំនឹងនិយាយអង្វរលោកឲ្យខានតែលោកព្រមទទួលអ្នកបងបាននៅជាមួយគ្នានឹងប្អូនថាតែប៉ុណ្ណោះនរិនដឹកដៃសុផាតចូលទៅក្នុងផ្ទះលុះចូលទៅដល់ទល់មុខលោកធិបតីសេនាសុផាតលុតជង្គង់សំពះសួរនរិនជម្រាបឪពុកធម៌ថាលោកប៉ានេះសម្លាញ់ខ្ញុំគេបានជួយសង្គ្រោះខ្ញុំពីដៃក្មេងចង្រៃមួយមៀតធំបំណងនឹងប្រមាថមើងងាយវាយខ្ញុំសម្លាញ់ខ្ញុំនេះអត់ទីលំនៅឪពុកម្ដាយក្នុងស្រុកក្នុងក្រុងភ្នំពេញទេសប្តាហ៍ថ្ងៃសំណាក់នៅវត្តលោកខ្ញុំសូមអង្វរលោកប៉ាឲ្យមេត្តាករណាកុមារនេះព្រមទទួលឲ្យនៅជាមួយនឹងខ្ញុំបានជាគ្នាលេងលោកអុកញ៉ាមើលមុខសុផាតទើបមានប្រសាសន៍ថាឯងឈ្មោះអីទីលំនៅស្រុកណាខ្ញុំបាទឈ្មោះសុផាតស្រុកទេនៅសេរីសុភ័ណ្ឌលោកនិមឺនធំចិញ្ចឹងរំពឹងគិតមួយស្របក់ទើបនិយាយថាអញត្រេកអរណាស់បើឯងព្រមនៅរួមលបែងនឹងកូនអញសុផាតលើកដៃសំពះនឹកគិតថាអញមកនៅនឹងឧបាសកប្រហែលគ្រាន់បើជាងនៅនឹងព្រះសង្ឃ
ដោយឥតគិតបារម្ភនឹងពាក្យគេតែងតែដំនាថាមនុស្សខ្ជិលដេកនៅវត្តរស់ដោយសារបាយបាតលោកជំពូកទី4សុផាតដែលនៅសំណាក់ក្នុងផ្ទះលោកធិបតីសេនាកាន់កិរិយាមាយាទល្អត្រឹមត្រូវបម្រើគប់ចិត្តលោកណាស់លោកក៏ទំនុកបំរុងឲ្យទៅរៀនសូត្រជាមួយនឹងកូនលោកដែរកុមារទាំងពីរដែលបានមកសេពគប់នឹងគ្នាយ៉ាងស្និទ្ធស្នាលដូចនេះក៏សម្លឹងមើលចិត្តគ្នាទៅវិញទៅមករឹងរត់តែធ្លុះធ្លាយខ្លាំងណាស់ទៅទៀតនរិនមានអស្ចារ្យនឹងសម្ដីមិត្តរបស់ខ្លួនបើនឹងពោលពាក្យអ្វីសេចក្តីគួរសមមិនឃ្លាតឆ្ងាយពីមាត់សោះនរិនដែលធ្លាប់តែខ្ជិលច្រអូសក្នុងការរៀនសូត្រមកកោតញញើតសេចក្តីព្យាយាមរបស់មិត្តខ្លួនដែលមើលទៅឃើញមាំពេកណាស់នរិនដែលធ្លាប់កើតទោសនឹងគេរឿយតែងសរសើរសុផាតដែលចេះធ្វើឲ្យមិត្តរៀនសូត្រគ្រប់គ្នាស្រឡាញ់រាប់អានទាំងអស់គ្នាគេស្រឡាញ់ដល់ទៅខ្លួននរិនផងមិនយូរប៉ុន្មាននរិនក៏កាន់កិរិយាបានជាក្មេងល្អត្រឹមត្រូវដូចសុផាតសេពគប់ល្អជាកិច្ចគួរប្រតិបត្តិណាស់មានថ្ងៃមួយជាថ្ងៃអាទិត្យលោកអធិបតីសេនាត្រូវទទួលគ្រួសារមិត្តលោកកំសាន្តនៅគេហដ្ឋានលោកវេលាដែលចាស់កំពុងតែនិយាយរាក់ទាក់លេងនៅក្នុងបន្ទប់ទទួលភ្ញៀវក្មេងៗចំនួន 4-5 នាក់បង្កើតល្បែងលេងនៅទីសួនគ្រប់គ្នាណារិនមិនបានលេងនឹងគេទេការរបស់ខ្លួនខាត់ឲ្យនៅក្នុងផ្ទះជាមួយនឹងចាស់សុផាតដែលសាក់ទៀបជាងគេមិនហ៊ានលេងនឹងគេទេអ្នកធ្វើការរបស់អ្នកដែលអ្នកធ្លាប់តែធ្វើគ្រប់តែថ្ងៃឈប់រៀនគឺមើលថែទាំសួនច្បារកូនក្មេងដែលលេងទាំងប៉ុន្មានមានសម្លៀកបំពាក់ល្អណាស់បៅស្រីប្រុស 3-4 នាក់ថែរក្សាប្រុសប្រុងប្រយ័ត្នខ្លាចគ្រោះកាចអ្វីមកតង្កិចកូនចៅចៅវាយនាយរបស់ខ្លួនគួរឲ្យសប្បាយណាស់សັບសន្ធឹកកឹកកងរំពងដែលគេលេងនោះគេស្រែកខ្ញៀវខ្ញាសោចត្រហឹងអង្កងរត់ច្រវាត់ទៅមកសុផាតអត់មានចិត្តចង់លេងនឹងគេទេពីព្រោះអ្នកដឹងថាខ្លួនអ្នកមិនដូចខ្លួនគេទេពីព្រោះអ្នកដឹងទៀតថាពេលនេះមិនមែនជាពេលអ្នកត្រូវលេងទេអ្នកប្រឹងតែដងទឹកស្រោចដំណាំលុះស្រោចរួចអ្នកយកចបកាប់មកតម្រឹមផ្លូវបែកញើសខ្ចាយចេញពីគ្រប់រោមហូរដាបពេញទាំងខ្នងទាំងដៃទាំងជើងទាំងមុខទាំងមាត់អ្នកមិនមែនឥតសប្បាយទេអ្នកសប្បាយនឹងឃើញករណីកិច្ចរបស់អ្នកបានបំពេញយ៉ាងគ្រប់គ្រាន់អ្នកសប្បាយនឹងនឹកឃើញថាញើសដែលចេញពីសារពាង្គកាយអ្នកមិនមែនចេញឥតប្រយោជន៍ទេគ្រានោះក្មេងម្នាក់ក្រឡេកឃើញសុផាតដែលស្លៀកក្រមារុំសឹងតែមិនចិត្តពាក់កណ្ដាលខ្លួនញើសក៏ក្អៀកគួរឲ្យធំក្លិនស្អុយឆ្អេះណាស់ហើយមានភាពជាមនុស្សទៀបថោកក៏យកដុំដីដុំគ្រោះចោលសុផាតលេងជាល្បែងចោលរួចកេះមិត្តទាំងអស់ឲ្យមើលក្មេងទាំងអស់ទះដៃសោចសុផាតស្រែកប្រាប់ថាកុំចោលខ្ញុំឈឺណាស់ក្មេងទាំងអស់មិនព្រមស្ដាប់រត់តែនាំគ្នាគប់ច្រើនឡើងហើយរត់តែទះដៃហូរខ្លាំងណាស់ទៅទៀតសុផាតទ្រាំមិនបានស្ទុះដេញកំឡាក្មេងទាំងនោះចេញនិយាយពីបាវព្រាវ 3-4 នាក់លុះក្រឡេកឃើញសុផាតដេញកូនចៅវាយរបស់ខ្លួនក៏ព្រួតគ្នាចាប់សុផាតវាយកខ្សែមកចងបំណងនឹងនាំយកទៅជម្រាបចៅវាយខ្លួនសុផាតហ
ហើបមាត់នឹងពន្យល់ការគេតាមដំណើរទំនងពំបានតែហាមាត់ភ្លាមគេទះកំភ្លៀងភ្លាមបើម្នាក់និយាយថាអាតបនឹងកូនលោកឬបើម្នាក់ទៀតថាអាស្គាល់កូនលោកទេអោគួរឲ្យអាសូរសុផាតណាស់ឈឺខ្លួនចង់ប្រាប់សេចក្តីពិតឲ្យគេដឹងប៉ុន្តែគេមិនចង់ដឹងសេចក្តីពិតនោះសោះពីព្រោះសេចក្តីយោគយល់បនស័កបង្កើតជាមោហៈដល់អ្នកឥតមេត្តាទាំងនេះទៅហើយនៅលើលោកនេះមនុស្សក្រទាំងពួងច្រើនតែត្រូវគេមើលងាយមនុស្សតូចកើតទោសៈនិងមនុស្សធំនាងម៉ានយ៉ានកំពុងដេរនៅទី1លោកក្រឡេកឃើញគេវាយសុផាតហើយចាប់ចងក៏ស្ទុះរត់ពីចម្ងាយមកស្រែកទៅបាវព្រាវទាំងអស់គ្នាថាឈប់សិនស្រាយចេញទោសនេះសំតែគេចងអ្នកឯងទាំងអស់គ្នាវិញទេគឺយ៉ាងនឹងហើយឬដែលគេប្រែឲ្យអ្នកឯងមើលកូនគេថាក្មេងចុះវាខូចចំណែកអ្នកឯងចាស់មិនដេចក៏ធ្វើខូចដែរបើព្រាវទាំងអស់ខ្លាចនាងក៏ស្រែកចំណងសុផាតចេញម្នាក់និយាយថានាងទាំងអស់ទេតើចោលវាមុនម្នាក់ទៀតវាបានហាមច្រើនដងដែរអ្នកទី3វាគ្រាន់តែដេញចេញសុផាតរួចពីចំណងញញឹមដើរចេញម៉ានយ៉ាននិយាយថាបងសុផាតអញ្ជើញទៅងូតទឹកទៅអ្នកណាប្រើឲ្យបងមកធ្វើសួនទាំងថ្ងៃយ៉ាងនេះអ្នកណាមួយឈ្មោះម៉ានយ៉ាននាងម៉ានយ៉ានជាបងស្រីបង្កើតរបស់ណារិននាងរាប់អានសុផាតណាស់ដោយសុផាតនេះជាសម្លាញ់របស់ប្អូននាងអរិយាប័ត្រប្រព្រឹត្តរបស់សុផាតទាំងប៉ុន្មានត្រូវពេញលេញក្នុងចិត្តនាងកណាអញ្ចឹងថ្ងៃនេះយើងបន្តត្រឹមជំពូកទី3និងជំពូកទី4អញ្ចឹងឃើញថាថ្ងៃនេះយើងបញ្ចប់តែប៉ុណ្្នឹងចុះតែមុននឹងបញ្ចប់កណាសូមជូនពរករណាគុណម្ចាស់គ្រប់ព្រះអង្គក៏ដូចជាជូនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយឲ្យជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈព្រមទាំងសម្បត្តិ3មនុស្សទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានបើករណាគុណម្ចាស់គ្រប់ព្រះអង្គព្រមទាំងញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយប្រាថ្នានៅពរណាសម្បត្តិណាក៏សូមឲ្យសម្រេចដោយសេចក្តីបំណងពងប្រាថ្នាពរការឡាយនៅក្នុងការអានរឿងសុផាតនៅក្នុងថ្ងៃនេះក៏សូមតែបញ្ចប់ត្រឹមជំពូកទី4នេះនិងបន្តជំពូកទី5នៅក្នុងថ្ងៃស្អែកទៀតផង